캄보디아에서 최고 수준의 연봉을 준 선생님들의 연봉을 주는 그런 학교로 만들었습니다. ហើយសម្រាប់សាលាដែលអត់ដាច់ខាតត្រូវតែមានលោកគ្រូអ្នកគ្រូដែលមានសមត្ថភាពខ្ពស់ផងដែរដូច្នេះសម្រាប់ប្រាក់បៀវត្សលោកគ្រូអ្នកគ្រូដែលនឹងចូលបម្រើការងារនៅក្នុងសាលានោះដាច់ខាតត្រូវតែមានកម្រិតខ្ពស់ជាងគេបំផុតជាងសិស្សសាលាគ្រូនៅសាលាញ៉ាំមនុស្សសិននៅគណិតកម្ពុជា 기본적으로 영어를 하게 되고 그다음에 한국어를 하게 되고 또 성경도 배우게 될 것입니다. ហើយសំខាន់បំផុតនៅកម្មវិធីសិក្សានៅក្នុងសាលារៀនរបស់យើងគឺមាន3ទី1ភាសាអង់គ្លេសភាសាកូរ៉េហើយនិងព្រះគម្ពីរ 거기 학교의 운동 시설들은 낮에는 학생들이 사용하고 밤에는 주민들이 사용할 수 있도록 개방을 할 것입니다. សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈកីឡាដែលខ្ញុំបានជម្រាបពីខាងដើមពេលថ្ងៃគឺជាកម្មសិទ្ធិប្រើប្រាស់របស់សិស្សសាលារីឯពេលល្ងាចគឺខ្លាចជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់នោះប្រើប្រាស់ជាសាធារណៈផងដែរ 이번에 제가 거기에 있는 집 한 채를 1호로 계약을 하고 갑니다. ជាក់ស្ដែងថ្ងៃស្អែកខ្ញុំនឹងទៅចុះកុងត្រាទិញផ្ទះលេខ1នៅក្នុងតំបន់នោះមុនគេផងដែរ 제가 캄보디아에 와서 살고 모릅니다. ហើយប្រហែលជាខ្ញុំនឹងចំណាយពេលចុងក្រោយរបស់ខ្ញុំនៅប្រទេសកម្ពុជាផងដែរ 그런데 제가 캄보디아에 없는 동안에는 그 호텔처럼 이렇게 렌트를 해서 돈을 버는 역할을 또 하게 될 것입니다. ហើយនៅកំឡុងពេលដែលគេសាងសង់ហើយខ្ញុំមិនទាន់បានចូលនៅផ្ទះមួយនោះនឹងคล้ายទៅជាវិឡាសម្រាប់ជួលទៅដល់ភ្ញៀវទេសចរដែលមកលេងខេត្តសៀមរាបផងដែរខ្ញុំទទួលបានដូចពីទីនេះផងដែរ 거기에는 앙코르와트가 있기 때문에 많은 관광객들이 오게 될 거고 그 집은 아주 현대식으로 너무나 거기에 많은 사람들이 우리라고 생각을 호텔로서 사용하리라고 예상하고 있습니다. ដោយសារតែប្រទេសសៀមរាបគឺជាប្រទេសដែលមានប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុនៅទីនោះផងដែរដូច្នេះខ្ញុំនឹងរៀបចំផ្ទះខ្ញុំឲ្យទំនើបឲ្យស្រស់ស្អាតជាងគេហើយនឹងមានមិនខ្វះអ្នកដែលជួលផ្ទះខ្ញុំធ្វើជាកន្លែងស្នាក់នៅទេ 한국의 건설 회사가 짓기 때문에 그 가격이 앞으로도 계속 올라갈 수 있는 그런 우수한 주택단지가 되리라고 생각을 합니다. ហើយគម្រោងរំលើខាងមួយនេះគឺដាច់ខាតមិនមានការឡើងថ្លៃជាលំដាប់ដោយសារតែសំណង់របស់យើងគឺជាសំណង់មានគុណភាពដែលសាងសង់ដោយក្រុមហ៊ុនកូរ៉េសុទ្ធសាធតែម្ដង មានលុយបាយតែញ៉ាតែមួយទៅកាន់ទៅលេងសៀមរាបស្នាក់ 학교에서 드림길 안에 있는 드림길 학교에서 앞으로 이 캄보디아를 이끌고 갈 또 전 세계 인류에게 공헌할 그런 인재들이 많이 육성이 되리라고 생각을 합니다. ហើយសាលារៀននេះដែលមាននៅក្នុងគម្រោងនៅខាងទីវាលនេះគឺនឹងបង្កើតនៅក្នុងជាមនុស្សដែលមានសមត្ថភាពក្នុងការចូលរួមដឹកនាំក៏ដូចជាចូលរួមអភិវឌ្ឍសង្គមជាតិក៏ដូចជាសង្គមពិភពលោកផងដែរ 대통령은 사원 1번이 영혼을 소중히 여긴다 이렇게 되어 있습니다. សម្រាប់នៅក្នុងអត្តមីរបស់យើងគឺឃ្លាទី1នៃពាក្យស្លោកគឺគោរពមនុស្សធម៌ឬក៏ឲ្យតម្លៃទៅលើរូបវិញ្ញាណឯង 영혼을 소중히 여긴다는 것은 사람을 소중하게 여긴다는 그런 뜻입니다. ពេលថាគោរពមនុស្សធម៌គឺមនុស្សគ្រប់រូបត្រូវតែមានគុណតម្លៃជាងអ្នកណាជាងភាវៈទាំងអស់ 사람만 영이 있습니다. 스피릿이 있습니다. 동물은 없습니다. បាទជាក់ស្ដែងនៅក្នុងភាវៈទាំងអស់មានតែមនុស្សទេតែមានដួងវិញ្ញាណឯសត្វគឺមានតែព្រលឹងទេមិនមានដួងវិញ្ញាណទេ 그래서 사람은 창조주하나님이 창조를 싹 위엔 위엔 땅을តែអត់ចេះនិយាយ 하나님의 모양대로 만들었기 때문에 하나님만큼 존귀한 그런 존재다 하는 것입니다. ជាក់ស្ដែងដោយសារមនុស្សត្រូវបានបង្កើតឡើងតាមលំនាំនៃរូបរាងរបស់ព្រះជាម្ចាស់ដូច្នេះមនុស្សគឺជាភាវៈដែលមានគុណតម្លៃប្រដូចជានឹងព្រះជាម្ចាស់ផងដែរ 그
하나님처럼 존귀한 사람은 다른 피조물처럼 어떤 수단이 될 수 없다. 도구가 될 수 없다. 궁극의 목적만 돼야 된다는 것이 바로 애터미 사원 1번의 뜻입니다. ដោយសារតែមនុស្សមានលក្ខណៈសម្បត្តិដូចជាចាស់ដូច្នេះហើយមនុស្សមិនអាចខ្លាចទៅជាឈ្នន់សម្រាប់អ្នកណាម្នាក់ទេប៉ុន្តែមនុស្សគឺជាគោលដៅសម្រាប់ឲ្យយើងគ្រប់គ្នាជួយគ្នាទៅវិញទៅមកឲ្យទទួលបានជីវិតដ៏ល្អប្រសើរនេះ 그래서 여기 대부분 애터미 사업자들이 오시는 걸로 알고 있는데 애터미 사업자 여러분들이 사업을 할 때도 여러분의 파트너를 여러분이 성공하는 수단으로 사용해서는 안 됩니다. 그 파트너의 성공을 목적으로 해야 된다 하는 거예요. ហើយភាពច្រើននៅក្នុងចំណោមអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះខ្ញុំដឹងថាគឺជាអ្នកធ្វើជំនួយអត្តមីអ្នកទាំងអស់គ្នាក៏ដូចគ្នាផងដែរដាច់ខាតកុំយកដៃគូគ្រាន់តែជាឈ្នន់ដើម្បីរកលុយសូមឲ្យអ្នកទាំងអស់គ្នាទុកពួកគាត់ជាសំខាន់ណាស់ជួយឲ្យពួកគាត់ទទួលបាននៅប្រាក់ចំណូលដូចជាទទួលបាននៅជីវិតល្អប្រសើរផងដែរ 여러분의 파트너를 여러분이 돈 버는 수단으로 생각하기 때문에 많은 문제가 생기는 것입니다. បាទអញ្ចឹងមានន័យថាដោយសារតែមានមនុស្សជាច្រើនតែគិតថាដៃគូខ្លួនឯងគ្រាន់តែជាឈ្នន់ដើម្បីរកលុយដូច្នេះហើយទើបមិនមានការអភិវឌ្ឍនៅក្នុងរចនាសម្ព័ន្ធរបស់ខ្លួន 그래서 사람을 하나님 섬기듯이 섬겨야 된다 하는 거예요. ដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែធ្វើការបម្រើទៅដល់ដៃគូឬក៏មនុស្សជុំវិញខ្លួនឲ្យដូចអ្នកទាំងអស់គ្នាធ្វើការបម្រើទៅដល់ព្រះជាម្ចាស់ផងដែរ 애터미에서는 절대 품질 절대 가격, absolute quality, absolute 프라이스 정책을 쓰는 이유도 우리 소비자들을 가장 잘 섬기는 것이 좋은 제품을 싸게 하는 거라고 생각하기 때문에 이 absolute quality, absolute 프라이스 정책을 쓰는 것입니다.